ក្រុមទាំងអស់មានអារម្មណ៍ថាពិតជាចម្លែកខ្លាំងមែនទែនហេតុអីក៏ថ្ងៃនេះពួកគេមិនអាចរកផ្លែឈើនិងអាហារមួយចំនួនសម្រាប់យកត្រឡប់ទៅភូមិវិញបានជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះត្រឡប់មកជួបជាមួយនឹងនាងខ្ញុំម្ដងទៀតហើយថ្ងៃនេះផងដែរនាងខ្ញុំក៏នឹងលើករឿងថ្មីមួយដើម្បីយកមកចែកជូនដល់ពុកម៉ែបងប្អូនទាំងអស់គ្នាស្ដាប់តោះចូលរួមស្ដាប់ជាមួយនឹងនាងខ្ញុំសាច់រឿងរបស់យើងនៅក្នុងថ្ងៃនេះក៏និយាយតាក់ទងជាមួយនឹងភូមិដ៏តូចមួយដែលរស់នៅក្បែរជើងភ្នំអ្នកទាំងអស់គ្នាសាកស្រមៃមើលថាភូមិមួយនេះមានសភាពបែបណាទៅបើសិនជាពួកគេរស់នៅក្បែរជើងភ្នំដែលដាច់ស្រយាលពីទីក្រុងហើយឈ្មោះរបស់ភូមិនេះផងដែរក៏មានឈ្មោះថាភូមិទន្លេគ្រាន់តែស្ដាប់ឈ្មោះភូមិក៏មានអារម្មណ៍ថាត្រជាក់ចិត្តដែរមែនអត់ចាប្រកាសណាស់គឺភូមិនេះពោរពេញទៅដោយភាពសុខសាន្តហើយនិងភាពសាមគ្គីគ្នាអ្នកភូមិទាំងអស់សុទ្ធតែចេះជួយគ្នាទៅវិញទៅមកហើយនឹងពោរពេញទៅដោយសេចក្តីស្រឡាញ់ហើយរឿងដែលពិសេសបំផុតនោះគឺយុវជនដែលរស់នៅក្នុងភូមិមួយនេះគឺពួកគេទាំងអស់គ្នាមិនថាប្រុសមិនថាស្រីនោះទេពួកគេតែងតែធ្វើការងារជាក្រុមហើយនឹងមានការសាមគ្គីជាខ្លាំងពួកគេទាំងអស់គ្នាសុទ្ធតែស្រឡាញ់គ្នាទៅវិញទៅមកមិនមានការរើសអើងមិនមានការមើលងាយគ្នាទៅវិញទៅមកនោះទេបើគិតទៅពិតជាល្អខ្លាំងមែនតើបើសិនជាយើងទាំងអស់គ្នាបានទៅរស់នៅក្នុងភូមិមួយនេះមើលទៅភូមិនេះពោរពេញទៅដោយភាពសប្បាយរីករាយប៉ុន្តែនៅក្នុងភាពសប្បាយរីករាយទាំងអស់នោះក៏មានបញ្ហាតូចៗដែលតែងតែកើតឡើងនៅក្នុងភូមិដូចគ្នាបញ្ហាតូចៗដែលមាននៅក្នុងភូមិមួយនេះគឺមានយុវជនមួយចំនួនតូចដែលពួកគេតែងតែមិនចុះសម្រុងគ្នាហើយនឹងមិនចង់ធ្វើការជាមួយគ្នានោះទេដោយសារតែពួកគេគិតថាបើសិនជាពួកគេធ្វើការជាមួយនឹងមនុស្សដែលគេមិនសូវចូលចិត្តបើសិនជានៅពេលដែលគេកំពុងតែធ្វើការឧទាហរណ៍ថាបើគេមានចំនួនទៅអាចនឹងមានបញ្ហាកាន់តែខ្លាំងដូច្នេះហើយពួកគេតែងតែមិនចុះសម្រុងគ្នាហើយនឹងមិនចង់ធ្វើការងារជាក្រុមនោះទេប៉ុន្តែលោកមេភូមិគាត់គឺជាមនុស្សវៃឆ្លាតលោកមេភូមិគាត់ពិតជាឆ្លាតខ្លាំងមែនទែនដោយសារតែគាត់អាចដោះស្រាយរាល់បញ្ហារបស់យុវជនទាំងអស់ដែលមានបញ្ហាមិនថាបញ្ហាតូចឬបញ្ហាធំមិនថាបញ្ហានោះទាស់ទែងដោយសារតែពាក្យសម្ដីឬក៏ទង្វើនិងកាយវិការរបស់ពួកគេនោះទេលោកមេភូមិគាត់តែងតែព្យាយាមដោះស្រាយហើយនឹងផ្ដល់មតិយោបល់ហើយនឹងការលើកទឹកចិត្តល្អៗទៅដល់យុវជនគាត់លើកទឹកចិត្តឲ្យពួកគេធ្វើការងារជាក្រុមដោយសារតែបើសិនជាពួកគេធ្វើការងារជាក្រុមទៅពួកគេនឹងអាចជួយគ្នាទៅវិញទៅមកបានមិនថានៅក្នុងស្ថានភាពមួយណានោះទេមិនថាពួកគេជួបគ្រោះថ្នាក់ឬមិនមានគ្រោះថ្នាក់អ្វីនោះទេពីព្រោះថាការងារជាក្រុមពិតជាល្អមូលហេតុដែលពួកគេធ្វើការងារជាក្រុមនៅក្នុងភូមិមួយនេះក៏ដោយសារតែភូមិមួយនេះមិនអាចរកអាហារញ៉ាំបាននៅជើងភ្នំនោះទេគឺពួកគេទាំងអស់គ្នាត្រូវការឡើងទៅលើភ្នំដើម្បីរកអាហារនិងរកផ្លែឈើមួយចំនួនដូច្នេះហើយតើលោកមេភូមិគាត់បានសម្រេចចិត្តថាគាត់នឹងឲ្យយុវជនទាំងអស់ធ្វើការងារជាក្រុមនៅថ្ងៃមួយមានយុវជន2នាក់បានឆ្លោះគ្នាម្នាក់ជាប្រុសហើយម្នាក់ទៀតជាស្រីយុវជននិងយុវតី2នាក់នេះគឺបានឆ្លោះគ្នាអស់រយៈពេលកន្លះម៉ោងមកហើយប៉ុន្តែគ្មានអ្នកណាម្នាក់ដែលអាចដោះស្រាយបញ្ហារបស់ពួកគេទាំង2នាក់បាននោះទេនៅពេលដែលពួកគេកំពុងតែឆ្លោះគ្នាលោកមេភូមិគាត់ក៏បានដើរមកដល់គាត់ក៏បានសួរថាហេតុអីក៏ពួកឯងឆ្លោះគ្នាបែបនេះហេតុអីក៏គ្មានការចុះសម្រុងគ្នាបែបនេះឯងគួរតែមើលទៅកាន់ក្រុមផ្សេងទៀតដែលពួកគេមានការចុះសម្រុងគ្នានិងធ្វើការជាមួយគ្នាយ៉ាងល្អឯងគួរតែធ្វើដូចជាគេបន្ទាប់ពីលោកមេភូមិក៏បាននិយាយចប់ហើយក៏មានយុវជនម្នាក់មានឈ្មោះថាថមគាត់ក៏បាននិយាយទៅកាន់លោកមេភូមិទាំងអារម្មណ៍មិនសូវល្អថាលោកអ៊ំមេភូមិខ្ញុំមិនចង់ធ្វើការជាមួយនឹងជូននោះទេពីព្រោះថាជូននាងគឺជាមនុស្សស្រីដូច្នេះហើយនាងមិនអាចឡើងភ្នំនិងមានកម្លាំងគ្រប់គ្រាន់ដើម្បីធ្វើការជាមួយនឹងខ្ញុំនោះទេខ្ញុំគឺជាក្មេងប្រុសដែលមានកម្លាំងពេញដូច្នេះហើយខ្ញុំមិនចង់ធ្វើការជាមួយនឹងក្មេងស្រីនោះទេពីព្រោះថាវាអាចនឹងផ្ដល់ការលំបាកដល់ខ្ញុំជាខ្លាំងហើយក៏អាចធ្វើជាបន្ទុករបស់ខ្ញុំទៀតផងនៅពេលដែលខ្ញុំកំពុងតែឡើងភ្នំពេលនោះលោកមេភូមិគាត់ក៏បានមើលទៅកាន់មុខរបស់ជូនមើលទៅមុខរបស់ជូនបានបញ្ជាក់យ៉ាងច្បាស់ថានាងអន់ចិត្តជាមួយនឹងពាក្យសម្ដីរបស់ថមជាខ្លាំងនៅពេលដែលថមនិយាយថានាងគឺជាបន្ទុករបស់គេពេលនោះលោកមេភូមិគាត់ក៏បានសួរទៅកាន់ជូនថាជូនតើឯងចង់ធ្វើការជាមួយនឹងថមដែរឬទេនាងបានឆ្លើយថាប្រកាសណាស់លោកមេភូមិការងារជាក្រុមគឺពិតជាល្អហើយនឹងមានប្រយោជន៍ខ្លាំងមែនទែនសម្រាប់ភូមិរបស់យើងប៉ុន្តែបើសិនជាថមគាត់មិនចង់ធ្វើការជាមួយនឹងខ្ញុំហើយខ្ញុំក៏មិនអាចបង្ខំគាត់បានដូចគ្នាជូននាងនិយាយតែប៉ុណ្ណេះហើយក៏ទម្លាក់ទឹកមុខចុះមើលទៅមុខរបស់នាងចាប់ផ្ដើមក្រហមហើយនាងដូចជាចង់យំអញ្ចឹងពេលនោះលោកមេភូមិគាត់ក៏បាននិយាយទៅកាន់ថមនៅពាក្យពេចន៍ជាច្រើនដែលពោរពេញទៅដោយការលើកទឹកចិត្តហើយនឹងការដាស់តឿនដល់គេ
ពេលនោះថមគាត់ក៏បានសម្រេចចិត្តថាគាត់នឹងធ្វើការជាមួយនឹងជូនហើយនឹងធ្វើការឡើងភ្នំជាមួយគ្នានៅព្រឹកស្អែកក្រុមទាំងអស់មានអារម្មណ៍ថាពិតជាចម្លែកខ្លាំងមែនទែនហេតុអីក៏ថ្ងៃនេះពួកគេមិនអាចរកផ្លែឈើនិងអាហារមួយចំនួនសម្រាប់យកត្រឡប់ទៅភូមិវិញបានពីព្រោះថារាល់ដងមិនមែនបែបនេះនោះទេប៉ុន្តែថ្ងៃនេះពិតជាចម្លែកខ្លាំងមែនទែនពេលនោះជូននាងក៏បាននិយាយទៅកាន់ថមទាំងសំឡេងខ្សោយៗថាថមយើងគួរតែផ្លាស់ប្ដូរទីកន្លែងដើម្បីរកអាហារទៅពីព្រោះថាកន្លែងនេះគឺយើងតែងតែមករកជារៀងរាល់សប្តាហ៍ជារៀងរាល់ថ្ងៃហើយដូច្នេះហើយវានឹងមិនមានផ្លែឈើសម្រាប់ឲ្យយើងបេះបន្តទៀតនោះទេថមគាត់បានគិតមួយសន្ទុះធំហើយគាត់ក៏បានងក់ក្បាលប៉ុន្តែគាត់មិនបាននិយាយអ្វីទាំងអស់គាត់បានសម្រេចចិត្តតាមជូនគឺជាក្មេងស្រីម្នាក់ដែលឆ្លាតហើយនឹងមានភាពរហ័សរហួនខ្លាំងមែនទែនដោយសារតែការសហការគ្នាថមហើយនឹងជូនក៏បានរកឃើញផ្លែឈើមួយដែលមានរូបរាងចម្លែកខ្លាំងមែនទែនហើយពួកគេស្គាល់ផ្លែឈើនោះយ៉ាងច្បាស់ពីព្រោះថាផ្លែនោះគឺផ្លែជម្ពូពេលនោះថមហើយនឹងជូនគាត់ពិតជាមានអារម្មណ៍ថាសប្បាយចិត្តខ្លាំងមែនទែនហើយពួកគេទាំងពីរនាក់ក៏បានបេះផ្លែជម្ពូដាក់ក្នុងកន្ត្រកស្ពាយរបស់ពួកគេហើយក៏បាននាំគ្នាត្រឡប់ចុះទៅក្នុងភូមិវិញនៅពេលដែលពួកគេទាំងពីរនាក់ទៅដល់ភូមិលោកមេភូមិគាត់ពិតជាមានការអស្ចារ្យខ្លាំងមែនទែនពីព្រោះថាពួកគេទាំងពីរនាក់អាចរកផ្លែឈើហើយនឹងម្ហូបអាហារសម្រាប់អ្នកភូមិរបស់ពួកគេដើម្បីទុកនៅក្នុងឃ្លាំងសម្រាប់រដូវរាំងស្ងួតចាំតាំងពីថ្ងៃនោះមកថមហើយនឹងជូនគាត់តែងតែធ្វើការងារជាក្រុមជាមួយគ្នារហូតហើយសាច់រឿងរបស់នាងខ្ញុំនៅក្នុងថ្ងៃនេះផងដែរក៏ត្រូវបានបញ្ចប់សាច់រឿងមួយនេះគឺចង់បង្រៀនយើងថាការងារជាក្រុមគឺពិតជាល្អខ្លាំងមែនទែននៅពេលដែលយើងសហការគ្នានៅក្នុងការធ្វើអ្វីមួយមិនថាការងារមួយនោះតូចឬធំលំបាកឬក៏ងាយស្រួលនោះទេប៉ុន្តែបើសិនជាយើងចេះជួយគ្នានិងផ្ដល់យោបល់ផ្ដល់មតិស្ដាប់គ្នាទៅវិញទៅមកច្បាស់ណាស់ថាការងាររបស់យើងនឹងទទួលបានភាពជោគជ័យហើយនៅពេលដែលយើងធ្វើការងារជាក្រុមយើងនឹងស្គាល់ពីអត្តចរិតរបស់គ្នាទៅវិញទៅមកហើយអាចផ្ដល់សេចក្តីស្រឡាញ់ឲ្យគ្នាទៅវិញទៅមកដោយដែលព្រះជាម្ចាស់បានបង្រៀនយើងឲ្យចេះស្រឡាញ់ដល់អ្នកជិតខាងរបស់យើងឲ្យដូចដែលយើងស្រឡាញ់ខ្លួនឯងដូច្នេះហើយនាងខ្ញុំក៏សូមលើកទឹកចិត្តដល់ពុកម៉ែបងប្អូនទាំងអស់គ្នាជាពិសេសនោះគឺក្មេងៗកុមារបងប្អូនត្រូវតែចេះសហការគ្នាសាមគ្គីគ្នាដើម្បីធ្វើការងារជាក្រុមមិនថានៅក្នុងការងារបម្រើព្រះឬក៏នៅក្នុងការងារសាលានោះទេការងារអ្វីក៏ដោយឲ្យតែយើងធ្វើការងារនោះជាក្រុមច្បាស់ណាស់ថាលទ្ធផលនឹងល្អហើយយើងនឹងមានភាពជោគជ័យនៅក្នុងការសាមគ្គីរបស់យើងទាំងអស់គ្នាជាចុងក្រោយនាងខ្ញុំសូមអរគុណសូមព្រះប្រទានពរ